បាទសូមជម្រាបសួរនិងស្វាគមន៍បាទបងប្អូនវីដេអូថ្មីរបស់ខ្ញុំដែលចេញថ្ងៃនេះអឺថ្ងៃនេះចង់ចូលរួមជាមួយនឹងបងប្អូនប្រិយមិត្តហើយក៏ចង់ចែករំលែកដែរតាក់ទងនឹងប្រធានបទមួយហើយខ្ញុំចង់លើកមកនិយាយនៅថ្ងៃនេះគឺតាក់ទងនឹងការដឹកនាំអឺបែបឯកបៈមានថាបៈតែមួយណាអឺវាធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរនឹងខ្លាំងប៉ុណ្ណាខ្ញុំចង់លើកពីបញ្ហានេះមកចង់ចែករំលែកដល់បងប្អូនបងប្អូនចាប់អារម្មណ៍មួយតាក់ទងនឹងការដឹកនាំរបស់គណៈបព្វជិជនណាហើយបងប្អូនប្រហែលជាបានឃើញហើយតាក់ទងនឹងសារនយោបាយរបស់គណៈបព្វជិជនដែលតាំងពីលោកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបន្ទាប់មកផ្ទេរតំណែងឲ្យកូនដូចជាហ៊ុនម៉ាណែតណាអ្វីដែលខ្ញុំចាប់អារម្មណ៍គឺគោលនយោបាយរបស់គណៈបព្វជិជនមួយដែលបច្ចុប្បន្ននៅតែប្រើហ្នឹងយើងឃើញគឺតកតងនឹងរំដោះ7មករាហេតុអីបានជាសំណួរសួរមួយថាហេតុអីបានជាគណៈបព្វជិជនចូលចិត្តចូលការរំដោះប្រទេសជាតិសម័យ7មករាហ្នឹងយកមកប្រើរហូតដើម្បីគេហៅថាប្រជាវិធដ្ឋណាយើងឃើញបងប្អូនតាំងពីចាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ណាឆ្នាំ1990រដ្ឋាភិបាលរបស់លោកហ៊ុនសែនដែលបានដឹកនាំប្រទេសគឺគណៈបព្វជិជនគឺយកលេសរឿងអារំដោះប្រទេសឆ្នាំ97ឆ្នាំ79ហ្នឹងយកមកប្រើតាមពិតគណៈដែលប្រទេសយើងកាលពីលោកហ៊ុនសែនដឹកនាំប្រទេសបើនិយាយចំពីជិត40ឆ្នាំ38ឆ្នាំជាងមិនដែលឃើញរបបដឹកនាំរបស់លោកហ៊ុនសែននឹងអភិវឌ្ឍធ្វើឲ្យប្រទេសរីកចម្រើនបានប៉ុណ្ណាទេលើគ្រប់វិស័យទាំងអស់បងប្អូនមើលទៅគឺមានន័យថាក្រុមគ្រួសាររបស់គាត់និងបកពួករបស់គាត់ហ្នឹងដឹកនាំប្រទេសគឺគិតថាដើម្បីគេហៅថាគៀបសង្កត់កេងប្រវ័ញ្ចពីប្រជាពលរដ្ឋខ្មែរដើម្បីយកលុយហ្នឹងមកដាក់ក្នុងហោប៉ៅរបស់ពួកគាត់អត់គិតប្រជាពលរដ្ឋទេគាត់អត់គិតអភិវឌ្ឍប្រទេសថាប្រទេសខ្វះអីពលរដ្ឋសំណពរអីគាត់តម្រូវការប៉ុន្តែគោលនយោបាយរបស់គាត់គាត់ប្រើតែមួយហ្នឹងប្រើដើម្បីគេហៅថាម៉េចដើម្បីរំដោះប្រទេស7មករានឹងអួតតែ7មករានឹងគឺអួតលោកសៃអញ្ចឹងវាជារឿងមួយដែលនៅពេលនេះហាក់បីដូចជាប្រជាពលរដ្ឋចាប់ដើមភ្ញាក់ខ្លួនបន្តិចម្ដងហើយពីអ្វីដែលជាគោលនយោបាយរបស់គណៈបព្វជិជនហ្នឹងណានៅបន្តមកដល់ពេលនេះទៀតណាហាក់បីដូចជាអស់ជំនឿនៅពេលដែលមានបញ្ហាសង្គ្រាមនេះព្រំដែនរវាងកម្ពុជានិងថៃហ្នឹងលោកហ៊ុនសែនគាត់ចេញសារអួតក្តែងថាមិនអោយនរណាគេសំបីតែយកទឹកដីសំបីតែ1មីលីម៉ែត្រណាហើយគាត់ឲ្យឯណាគម្រាមឯណាមានសំណាញ់មេឃស្មៃប៉ុន្តែនៅពេលដល់ដំណាក់កាលមួយនេះនៅពេលដល់ដំណាក់កាលចុងក្រោយនេះយើងឃើញលោកហ៊ុនសែនហាក់បីដូចជាមិនសូវមាត់កដូចជារឿងបាក់ស្បាតអញ្ចឹងដែលធ្វើឲ្យសត្រូវណាខ្ញុំនិយាយសត្រូវខ្ញុំនិយាយពីថៃចុះគាត់អត់ខ្លាចហ៊ុនសែនទេគាត់អត់ខ្លាចទេបងប្អូនមិនបានគាត់អត់ខ្លាចព្រោះយើងឃើញនៅពេលដែលហ៊ុនសែននិយាយគឺអួតអ្វីដែលយើងឃើញអួតហើយមានន័យថាគម្រាមគេគម្រាមឯងហ្នឹងមកដល់ពេលគេដឹងយុទ្ធសាស្ត្រថាហ៊ុនសែនបានតែអួតទេបានតែគម្រាមទេតាមពិតហ៊ុនសែនអត់មានអីទេតែទេឡតបងប្អូនតែទេឡតអត់មានអីទេយើងឃើញហើយការចាញ់សង្គ្រាមជាមួយនឹងបញ្ហាព្រំដែនជាមួយនឹងថៃនេះគឺកម្ពុជាចាញ់ហើយអត់មានអីដែលតតាំងជាមួយនឹងថៃបានទេខណៈពេលដែលទីតាំងទាំង40ជាងកន្លែងដែលថៃគ្រប់គ្រងណាពលរដ្ឋខ្មែរមិនសង្ឃឹមថាគណៈបព្វជិជននេះ
ក្រោមការដឹកនាំរបស់តកូហ៊ុននេះនឹងទាញយកតំបន់នោះមកវិញបានទេនេះជាចំណុចដែលបងប្អូនដែលគាត់រងគ្រោះដោយសារការបាត់បង់ហ្នឹងគាត់មិនសង្ឃឹមអញ្ចឹងកាលណាមិនសង្ឃឹមគឺមានន័យថាគណៈបព្វជិជនហាក់បីដូចជាបាត់សម្លេងនៃការគ្រប់គ្រងទៀតហើយអញ្ចឹងអ្វីដែលគេកុហកគេពីមុនមកនោះគេចាប់ផ្ដើមដឹងមួយទៀតដឹងកាយ៉ាវចំណុចនេះហើយដែលធ្វើឲ្យអ្វីដែលខ្ញុំគិតគឺហាក់បីដូចជាប្រសើរសម្រាប់គណៈបកប្រឆាំងក៏ដូចជាគណៈបកដែលនិន្នាការផ្ទុយជាមួយនឹងគណៈបកប្រជាជនឬក៏អ្នកដែលមានរឿងអយុត្តិធម៌មួយចំនួនក្រោមការដឹកនាំរបស់រដ្ឋាភិបាលខុសច្បាប់លោកហ៊ុនម៉ាណែតនេះយើងគិតថាវាជាឱកាសល្អសម្រាប់ពួកគាត់បញ្ហាដែលខ្ញុំចង់លើកមកបង្ហាញជូនបងប្អូនដែលបញ្ហាហ្នឹងគឺជារឿងដែលបងប្អូនមិនអាចមើលរំលងបានគឺអំពើពុករលួយនេះសម័យណាមិនដូចសម័យនេះទេយើងឃើញគណៈរដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតហ្នឹងគឺច្រើនណាស់បងប្អូនច្រើនណាស់ច្រើនហួសការរំពឹងរបស់យើងដែលគណៈពេលដែលសំបីតែស្ថាប័នមួយខ្ញុំដឹកនាំធ្វើការងារមិនដល់មនុស្សមិនដឹងច្រើនប៉ុណ្ណឹងផងហើយនេះការងារមិនដឹងថាប្រទេសនឹងមានប្រជាពលរដ្ឋទាំងប្រមាណលានអ្នកទេប៉ុន្តែគាត់ថាមនុស្សដែលធ្វើការហ្នឹងគឺវាច្រើនហួសអ្វីដែលយើងរំពឹងទុកណាអញ្ចឹងវាខាតទៅលើចំណាយទៅលើលុយរត់ហ្នឹងវាអស់ច្រើនណាស់ហើយពួកគាត់ទៅធ្វើអីទៅអង្គុយទៅលេងដល់ម៉ោងចេញធ្វើការងារគាត់តែមានឈ្មោះដើម្បីយកឈ្មោះនឹងបង្កើតជាអាជីវកម្មរស់ស៊ីលើពលរដ្ឋស្រុកត្រង់នេះប៉ុណ្ណឹងទេនេះខ្ញុំគិតឲ្យអស់តែម្ដងបងប្អូនហើយការលើកឡើងរបស់លោកហ៊ុនម៉ាណែតខ្ញុំចង់ចូលរួមមកពីបញ្ហាពុករលួយហ្នឹងយើងនឹងតែមានហើយតែគាត់ថាមិនដឹងថារដ្ឋាភិបាលខុសច្បាប់ហ៊ុនម៉ាណែតហ្នឹងគាត់ដោះស្រាយជូនពលរដ្ឋយ៉ាងម៉េចទេប៉ុន្តែគាត់ថាជារឿងដែលជឿចាប់សម្រាប់ពលរដ្ឋដែរគាត់គ្មានលទ្ធភាពគាត់ក្រីក្រគាត់គ្មានខ្សែគ្មានខ្នងហ្នឹងគឺគាត់នឹងពិបាកក្រុមចិត្តណាបងប្អូននៅពេលដែលឲ្យទៅធ្វើអីមួយយើងអត់មានគេហៅថាអត់មានខ្សែអត់មានខ្នងអីចឹងការធ្វើហ្នឹងវាមិនរលូនទេមិនល្អទេអញ្ចឹងបញ្ហាពុករលួយនេះជាឫសគល់ដែលធ្វើឲ្យប្រទេសនឹងមិនមានការចម្រើនតតែសោះបងប្អូនអាចដឹងទេដឹកនាំប្រទេស40ឆ្នាំជិត40ឆ្នាំតមកកូនជិត3ឆ្នាំទៀតហើយសួរថាតើកម្ពុជានឹងអភិវឌ្ឍបានអីខ្លះធ្វើអីខ្លះបានដែលធ្វើឲ្យប្រជាពលរដ្ឋនឹងគេហៅថាម៉េចអាចមានសង្ឃឹមថារបស់នឹងរបស់រួមប្រើប្រាស់បានទាំងអស់គ្នាតែបើសិនជាធ្វើគឺធ្វើតែផលប្រយោជន៍គិតតែផលប្រយោជន៍ពួកក្រុមគាត់បកគាត់ឬក៏ហៅថាមន្ត្រីរបស់ពួកគាត់ចំណាយប្រជាពលរដ្ឋគាត់អត់មានបានអត្ថប្រយោជន៍អីពីការអភិវឌ្ឍរបស់ពួកអស់លោកហ្នឹងណាឥឡូវបងប្អូនពិចារណាដែរអញ្ចឹងមានថាវាជារឿងដែលជឿចាប់មែនតើនៅពេលដែលប្រទេសកំពុងតែជួបរឿងបញ្ហាចំនួនហើយក្នុងជួររដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតជារដ្ឋាភិបាលខុសច្បាប់នេះនៅតែមានគេហៅថាអំពើពុករលួយឡើងយ៉ាងក្រាស់ខណៈដែលយើងឃើញតែបន្តិចក៏បានបងប្អូនពិចារណាតិចតកតងនឹងអាជ្ញាធរចុះខ្ញុំនិយាយពីអាជ្ញាធរចុះអាជ្ញាធរដែលគាត់មានលទ្ធភាពក្នុងការជួយពលរដ្ឋបែរជាមិនជួយពលរដ្ឋបែរទៅជាចាប់ពលរដ្ឋខ្លួនឯងគម្រាមកំហែងពលរដ្ឋខ្លួនឯងហើយមិនគណៈដែលពលរដ្ឋនឹងកំពុងតែរងគ្រោះដោយការឈ្លានពានរបស់ថៃមកលើកម្ពុជានៅតែប៉ុណ្្នឹងហើយនៅតែមានពេលវេលាក្នុងការធ្វើបាបពលរដ្ឋខ្លួនឯងទៀតនេះវាជារឿងដែលចុកចាប់អញ្ចឹងការអ្វីដែលខ្ញុំលើកឡើងនេះខ្ញុំចង់បង្ហាញទៅបងប្អូនប្រិយមិត្តឲ្យបានដឹងថាពួកយើងពិតជាឆ្អែតឆ្អន់ជាមួយនឹងអំណាចដែលមានតែមួយបកនេះគ្រប់គ្រងតែមួយបកនេះវាអត់ធ្វើឲ្យ
មានសំឡេងប្រឆាំងឬក៏សំឡេងដែលដំណោះស្រាយជូនពលរដ្ឋដែលរងគ្រោះគឺអត់មាននេះហើយជារឿងអយុត្តិធម៌ក្នុងសង្គមខ្មែរអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ចុះខ្ញុំជាប្រជាពលរដ្ឋដែលមើលឃើញពីចំណុចអវិជ្ជមានរបស់មេដឹកនាំបច្ចុប្បន្នហ្នឹងគួរតែពិនិត្យមើលហើយជួយមិនមែនថាអ្នកឯងខ្សែអ្នកឯងបាក់អ្នកឯងអ្នកនឹងខំនិយាយត្រខំនិយាយលើកជើងខំសរសើរបានអ្នកឯងជួយមើលទេចំពោះប្រជាពលរដ្ឋផ្សេងដែលគាត់រងគ្រោះគាត់មិននឹងនិយាយផងគ្រាន់តែប៉ាន់ស្មានថាគាត់នឹងនិយាយការប្រឆាំងគឺរបបនឹងមិនជួយមិនមើលមិនឃើញឬក៏មិនឲ្យតម្លៃនេះហើយជារឿងដែលអយុត្តិធម៌ណាដែលពួកគាត់ស្ទើរតាគេហៅថារស់នៅស្ទើរតាគេហៅថាម៉េចបើនិយាយមួយម៉ាត់ថារស់ក្នុងប្រទេសដែលគ្មានមេដឹកនាំក្នុងប្រទេសដែលមិនគេហៅថារស់នៅតែខ្លួនឯងខំប្រឹងដើម្បីជីវិតខ្លួនឯងមិនមានការជួយឧបត្ថម្ភគាំពៀពីមេដឹកនាំអាហ្នឹងរស់នៅតែឯងរស់នៅកណ្ដោចកណ្ដែងអញ្ចឹងណាចុកចាប់បងប្អូនចុកចាប់ហើយមួយវិញទៀតអ្វីដែលយើងឃើញតកតងនឹងការគម្រាមកំហែងទៅលើអ្នកដែលមាននិន្នាការផ្ទុយជាមួយនឹងរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនេះគឺជារឿងដែលធ្វើឲ្យប្រជាពលរដ្ឋរឹតតែមិនហ៊ានក្នុងការតតាំងជាមួយនឹងរបបនេះទៀតខ្ញុំនៅតែមិនគិតថាវាជារឿងដែលប្រជាពលរដ្ឋមិនអាចតស៊ូបានណាការគេហៅថាការលះបង់ក៏ដូចជាការតស៊ូរបស់អ្នករងគ្រោះខ្ញុំគិតថានឹងពិតជាមាននៅពេលណាមួយគង់តែមានថ្ងៃណាមួយពួកគាត់នឹងដឹងខ្លួនហើយគាត់ខំប្រឹងរើបំរាស់ព្រោះគាត់មិនអាចឲ្យកូនចៅរបស់គាត់ចំនួនក្រោយនឹងគាត់នៅខំប្រឹងដោយគាត់ទេអញ្ចឹងគាត់នឹងអាចថានឹងលះបង់អីមួយដែលជាតម្លៃសម្រាប់ដល់កូនចៅចំនួនក្រោយដើម្បីឲ្យគាត់ដឹងថាអ្វីដែលគាត់ខំប្រឹងធ្វើនឹងគឺដើម្បីពួកគាត់ច្រើនតែនៅស្ដាយមិនហ៊ានលះបង់បងប្អូនមិនហ៊ានលះបង់នៅអ្វីដែលគាត់កំពុងតែធ្វើបច្ចុប្បន្ននេះគាត់នៅស្ដាយគាត់នៅគិតច្រើនអញ្ចឹងទៅហើយខ្ញុំបើសិនបើបងប្អូនចង់ចូលរួមជាមួយនឹងសកម្មភាពក្នុងការតវ៉ាឬក៏តស៊ូខ្ញុំនៅក្នុងប្រទេសអត់បានបើសិននៅប្រទេសបានខ្ញុំតស៊ូប្រឆាំងជាមួយនឹងការដឹកនាំរបស់គណៈបព្វជិជនហើយព្រោះវាជារាល់អ្វីដែលគណៈបព្វជិជនធ្វើវាច្រើនតែអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទូទៅអយុត្តិធម៌ច្រើនណាស់បងប្អូនច្រើនណាស់យើងមិនអាចកណនាបានរឿងរ៉ាវជាច្រើនដែលគណៈបព្វជិជនធ្វើដែលដឹកនាំដោយលោកហ៊ុនម៉ាណែតតាំងពីហ៊ុនសែនតមកលោកហ៊ុនម៉ាណែតហ្នឹងគឺរឿងដែលធ្វើឲ្យពលរដ្ឋនឹងជួយចាប់ច្រើនអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋចង់ឲ្យមានដំណោះស្រាយបែបជាវិជ្ជមានហើយមានលក្ខណៈស្មារតីនេះរវាងពលរដ្ឋដែលគាត់គេហៅថាម៉េចរិះគន់ដើម្បីស្ថាបនាប៉ុន្តែបែរជារដ្ឋាភិបាលនឹងចោទពួកគាត់ថារិះគន់ដើម្បីបំពុលសង្គមអីវិញឬក៏រិះគន់ដើម្បីមូលបង្កាច់រដ្ឋាភិបាលដើម្បីកេងចំណេញនយោបាយខាងគណៈបព្វឆាំងមិនអត់ទេកុំគិតទៅជាមូលបង្កាច់គ្នាឯងមូលបង្កាច់ប្រជាពលរដ្ឋខ្លួនឯងតើអស់លោកមើលឃើញចំណុចខ្វះខាតដែលអស់លោកធ្វើទេបើអស់លោកឃើញចំណុចខ្វះខាតរបស់អស់លោកពិចារណាខ្លួនឯងគិតខ្លួនឯងទៅតើវាជារឿងដែលពិតមែនទេអត់ខ្ញុំចង់ចែករំលែកនៅអ្វីដែលខ្ញុំធ្លាប់ដឹងធ្លាប់ឃើញធ្លាប់ឮតាក់ទងជាមួយនឹងរឿងអយុត្តិធម៌មួយចំនួនទៅកាន់បងប្អូនទៅទៀតប៉ុន្តែបងប្អូនមួយចំនួនគាត់អត់ទាន់មានរឿងអយុត្តិធម៌ដូចខ្ញុំទេអញ្ចឹងគាត់អត់ទាន់ដឹងទេគាត់នៅតែអរគុណសន្តិភាពអរគុណសម្ដេចពុកអីចឹងទៅប៉ុន្តែនៅពេលដែលបងប្អូនជួបរឿងអយុត្តិធម៌មួយចំនួនបងប្អូនចាប់ដើមគិតពិចារណាថាអ្វីដែលខ្ញុំនិយាយនេះវាជារឿងពិតដែរអត់ឥឡូវបងប្អូននៅព្រៃច័ន្ទចាប់ដើមរឿងអយុត្តិធម៌ចំពោះពួកគាត់ចាប់ដើមកើតមានហើយអញ្ចឹងបងប្អូនដឹងខ្លួនហើយដឹងខ្លួនបដាហើយ
អញ្ចឹងខ្ញុំគិតថាការភ្ញាក់ខ្លួនរបស់ពលរដ្ឋនឹងមានហើយនៅពេលនោះសន្ទុះនៃការផ្លាស់ប្ដូរប្រហែលជានឹងអាចជិតមកដល់នៅពេលនេះបាទសូមអរគុណបងប្អូនខ្ញុំមានប៉ុណ្ណេះចែករំ